ដូចជាអាចក្រោះចឹងឥឡូវគង្គីអីរស់នៅក្នុងតំបន់ដែលសម្បត្តិទៅដែរសួរពេលអាចក្រោះអត់ទេអីធ្ងន់ណាស់ណាតែបើថាចូលសមរភូមិដែលគេបាញ់គ្នាពងបាំងមានតម្លៃទិញមាសទិញតើយើងយល់រឿងចំណេះដឹងយើងចឹងនិយាយចែកលេងរឿងមាសកុំយល់ច្រឡំថាមាសចេះតែឡើងថ្លៃតែមើលក្រាបមាសទេមាសមានពេលឡើងមានពេលចុះមាស2011 1អោន2000មាស2016 17 18មុនកូវីដ1អោនសត1200ជាងឯងតែមើលក្រាបក៏មិនមែនសំខាន់អារម្មណ៍ទេសំខាន់ទិន្នន័យជាក់ស្ដែងតែសេដ្ឋកិច្ចកំពុងប៊ូមខ្លាំងអាចំនួន2018 19នេះមុនកូវីដនេះមាសថោកពោះម្នាក់ដឹងទុកមាសត្រូវអីទុកមាសមិនកាងកោលខាត់ចានលក់តែមាសយកលុយដុល្លារដាក់តែនេះក៏ខានលុយហត់ជួមាសទាំងខានដល់កូននឹងមកតឡឹងតែអញ្ចឹងជំនឿអីទៅគេទុកមាសតែឥឡូវមិនបានមាសឡើងថ្លៃវិញអាមេរិកព្រិនលុយអត់ឈប់សោះសង្គ្រាមរហូតលុយមួយសិតតែគេអត់ស្គាល់ទុកចិត្តពលរដ្ឋរដ្ឋាភិបាលអាចបោះពុំលុយបានតែមាសមានណាបោះពុំបានហើយអត់ចុះម្នាក់ប្រមូលទិញមាសទុកព្រោះមាសជារបស់ដែលមានសុវត្ថិភាពរបស់មានសុវត្ថិភាពវាតែងតែមានតម្លៃនៅពេលដែលទៅកន្លែងដែលអសុវត្ថិភាពយល់អត់មាសដូចជាអាចក្រោះចឹងឥឡូវគង្គីអីរស់នៅក្នុងតំបន់ដែលសុវត្ថិភាពដែលសួរពេលអាចក្រោះអត់ទេអីធ្ងន់ណាស់ណាតែបើថាចូលសមរភូមិដែលគេបាញ់គ្នាពងបាំងមានតម្លៃអញ្ចឹងឲ្យតែអសុវត្ថិភាពម្នាក់ប្រមូលទិញមាសពលរដ្ឋមាសជារបស់មានកម្លាំងតាមពិតនៅតែគេរែងបានអីបានតែវាតិចទេវាចង់យកវាក្នុងចំនួនមួយជាក់លាក់ច្បាស់មិនមែនចេះតែ print បានដូចលុយទេណាហ្នឹងហើយតែចឹងគេត្រូវការវាហួចត្រង់ណាក៏ត្រូវការដែរវាលើកចុះលើកឡើងបានមិនដូចអាចារ្យទ្រព្យបានតែមួយកន្លែងមួយវត្តហួយមាសនិងអាចារ្យទ្រព្យបច្ចេកតែអាចារ្យទ្រព្យឡើងនេះចុះអាចារ្យទ្រព្យចុះមានឡើងព្រោះអាចារ្យទ្រព្យដើរស្របជាមួយនឹងសេដ្ឋកិច្ចល្អអាចារ្យទ្រព្យឡើងមាសចុះសេដ្ឋកិច្ចអត់ល្អមានវិបត្តិមានសង្គ្រាមមានអីអាចារ្យទ្រព្យចុះថ្លៃមាសឡើងតែពិតពីនឹងគេហៅ flip flop តែអាចារ្យទ្រព្យមួយមាសទៅចុះដល់ឡើងហ្នឹងដល់ពេលសេដ្ឋកិច្ចល្អលក់ដីទិញមាសមកមាសថោកពេលសេដ្ឋកិច្ចអត់ស្រួលលក់មាសទិញដីវិញតែប៉ុណ្្នឹងបាន